Ok សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះតានេះក៏ឆ្លៀតមកដាំកូនចេកនេះចេកជ្វាមានចេកជ្វាចេកណាំវ៉ាខ្ញុំដាំមកជាឲ្យខ្ញុំពងថតនេះគឺចេកជ្វាហើយជាងហ្នឹងខ្ញុំមិនបានថតទេគឺដាំចេកណាំវ៉ាចេកជ្វាហ្នឹងវាស្រួយហ្នឹងថាវាធន់អាកាសធាតុហើយវាស្រួយយើងកាប់ទៅពេលយើងដាំហើយពេលវាមកយើងលក់ដើមឲ្យគេអញ្ចឹងណាគេមកកាប់ដល់ទីកន្លែងហ្មងអញ្ចឹងវាស្រួលហើយមុននឹងបានប៉ុណ្ណឹងយើងត្រូវមកភ្ជួរដីរុញស្មៅរុញអីដើម្បីដាំចេកអានេះខ្ញុំសាក់បងធ្វើលើកជារង3ម៉ែត្រចន្លោះពីដើមចេកមួយ3ម៉ែត្រចឹងទៅវាស្រួលពេលវាមានស្មៅអីហើយគេមកភ្ជួរក៏សូមអរគុណណាចំពោះការទស្សនាកូនច្រើនជំរាបលាបាយបាយ